សូមសួស្តីការចូលមកដល់អាទិត្យទី46នៃការបង្ហាញខ្លួនរបស់កំពូល Smartphone ទាំង10ប្រចាំសប្តាហ៍បន្ទាប់ពីមានសភាពស្ងប់ស្ងាត់បន្តិចមកអស់រយៈពេលប្រហែល3សប្តាហ៍ហើយដែលសមាសភាពថ្មីរបស់ OnePlus 15 អមមកជាមួយគុណសម្បត្តិជាច្រើនល្មមអាចជា Smartphone លំដាប់កំពូលបានផលិតឡើងដោយក្រុមហ៊ុនចិននិងឈរលើកំពូលតារាងអស់រយៈពេល3សប្តាហ៍មកហើយក្នុងចំណាត់ថ្នាក់លេខ1គ្មានគូប្រជែងបើគេក្រឡេកមកមើលទូរស័ព្ទ Samsung Galaxy A56 ប្រកាសចេញលក់យូរដែរហើយនៅបន្តឈរចំណាត់ថ្នាក់លេខ2បន្ទាប់ពីការរំកិលខ្លួនឡើងពីក្រោមមកនិងលេខ3ចុងក្រោយកំពូលបានទៅកាន់ Galaxy S25 Ultra Smartphone លំដាប់កំពូលរបស់ Samsung ក៏រំកិលឡើងមកក្នុងសប្តាហ៍នេះដែរដូច្នេះបើមើលទៅកាន់ Smartphone model មួយទៀតទៅប្រកាសខ្លួនថ្មីនេះដែរបានឆ្លាស់លេខធ្លាក់មកចំណាត់ថ្នាក់ទី4គឺ Xiaomi 17 Pro Max ចំណែកកំពូល Smartphone របស់ក្រុមហ៊ុន Apple គឺ iPhone 17 Pro Max ទទួលបានចំណាត់ថ្នាក់លេខ5តាមពីក្រោយដោយទូរស័ព្ទទៅប្រកាសខ្លួនថ្មី Oppo Find X9 Pro មិនបានទទួលលទ្ធផលល្អក្នុងសប្តាហ៍នេះគឺលេខ6 Smartphone មួយទៀតប្រភេទជាលំដាប់ថវិកាទទួលបានចំណាត់ថ្នាក់លេខ7ស្របពេលថាវាជាសញ្ញាមួយចង្អុលបង្ហាញមានការលក់បានយ៉ាងល្អផងដែរសម្រាប់3 model ចុងក្រោយដែលគេអាចរកបានក្នុងសប្តាហ៍នេះវិញ Poco X7 Pro ចំណាត់ថ្នាក់លេខ8តាមពីក្រោយដោយ model Galaxy S25 កម្រិតបង្គួររបស់ក្រុមហ៊ុន Samsung ជាប់លេខ9ហើយចុងក្រោយគេបង្អស់លេខ10បានទៅលើប្រភេទស៊េរីកំពូល iPhone 17តែម្ដងសូមអរគុណ